nhom từ chạm một mền nhom nâng thưa sài cam ấy mấy bạn một hình tu chỉ muốn hai bên giờ cặp bột thay hay thôi ai sợ phải lỗi đó kia cứ tê cái đấy sớm mày để nhom cất nó cứ được ban được lên ở vậy để nhom cất tha dạ pp mà năm từ năm ấy chọn nó cứ riêng pi giang để nhom cất khó muốn về để nhom sớm mày chắc từ giờ sài cam bột mình chẳng video đây này các bạnកំពុងតែឃើញនេះគឺខ្ញុំកំពុងតែទទួលសេវាកម្មពុតថ្មីមករយៈពេល2ឆ្នាំជាងហើយហើយខ្ញុំមកនិយាយអំពីចំណុចដែលខ្ញុំគិតខុសមុនពេលដែលខ្ញុំទទួលសេវាកម្មពុតថ្មីចំណុចទី1នោះគឺខ្ញុំគិតខ្លួនឯងថាថ្មីរបស់ខ្ញុំវានឹងអត់ចំណាយពេលយូរនៅក្នុងការពុតព្រោះដោយសារថ្មីរបស់ខ្ញុំវាត្រង់ជួស្អាតដែរប៉ុន្តែគ្រាន់តែវាមានចន្លោះប្រហោងតិចតួចដែលពីខខាងមុខហ្នឹងគឺវាមានចន្លោះប្រហោងដែលចាស់ៗក៏តែងតែនិយាយថាចន្លោះប្រហោងខ្មៅទៅអញ្ចឹងហើយខ្ញុំតាំងពីទូចមកគឺខ្ញុំអត់សូវស្រឡាញ់ទម្រង់ថ្មីដែលមានចន្លោះប្រហោងហ្នឹងឯងចាស់ៗរកស៊ីអត់បានឬក៏អត់សល់លុយអីចឹងទៅហើយមួយទៀតសងខាងថ្មីរបស់ខ្ញុំហ្នឹងគឺខាងនេះហ្នឹងគឺមានការប្រហោងដូចគ្នាអញ្ចឹងខ្ញុំមានការអត់ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងថ្មីរបស់ខ្ញុំក៏សម្រេចចិត្តកាលពីឆ្នាំ2023 24ហ្នឹងសម្រាប់ថានឹងពុតថ្មីហើយអីដែលខ្ញុំគិតខុសនោះគឺខ្ញុំគិតថាថ្មីរបស់ខ្ញុំមិនប្រើរយៈពេលយូរនៅក្នុងការពុតព្រោះដោយសារថ្មីរបស់យើងវាមាន space ច្រើនសម្រាប់រួមវាឲ្យចូលទៅឲ្យចិត្តគ្នាហើយយើងគិតថាវាអាចនឹងប្រើរយៈពេលខ្លីពី1ឆ្នាំទៅ2ឆ្នាំឯហ្នឹងអស់យូរហើយប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការពុតថ្មីអីស្រីអីរួចមកថ្មីរបស់ខ្ញុំគឺត្រូវដកអស់ដល់ទៅ4គ្រាប់មានថា2ខាងលើហើយនិង2ខាងក្រោមដើម្បីឲ្យខាំចូលគ្នាទៅឃើញស្អាតហើយនឹងបាត់កំពុងមាត់អីអញ្ចឹងព្រោះនៅពេលដែលដុកទ័រគាត់ពិនិត្យឃើញទៅថាទម្រង់ថ្មីរបស់យើងវាកំពុងខាងមុខវាធ្វើឲ្យមុខរបស់យើងហ្នឹងរៀងគេហៅថាមាត់ស្រួយមកមុខអញ្ចឹងតិចហើយខ្ញុំទទួលស្គាល់ថាថ្មីរបស់ខ្ញុំមាត់របស់ខ្ញុំគឺវាប៉ុណ្្នឹងមែនអញ្ចឹងហើយក៏ដុកទ័រក៏គាត់ដកថ្មីរបស់ខ្ញុំ4គ្រាប់មកខាង2មកលើ2ក្រោម2អញ្ចឹងការដកថ្មីរបស់ខ្ញុំគឺអស់ដល់ទៅ4គ្រាប់អញ្ចឹងអ្វីដែលខ្ញុំគិតថារយៈពេលពី1ឆ្នាំទៅ2ឆ្នាំអីចប់ហ្នឹងគឺអត់ទេអ្នកទាំងអស់គ្នាលឹះនឹងទៀតហើយចំណុចទី2ដែលខ្ញុំគិតខុសមួយទៀតនោះគឺការពុតថ្មីធ្វើឲ្យយើងសក់គីឡូព្រោះគ្នាគឺអត់ទេក្តីសម័យដែលខ្ញុំគិតហ្នឹងគឺទៅបានរលាយនៅពេលដែលខ្ញុំមុនពុតហ្នឹងគឺគីឡូរបស់ខ្ញុំ65ក្រោយពេលដែលខ្ញុំទទួលយកសេវាកម្មពុតថ្មីហ្នឹងគឺគីឡូរបស់ខ្ញុំវាស្រកនៅដល់ត្រឹមតា62 63ឯនៅក្នុងសប្តាហ៍ទី1ទី2ទី3បន្ទាប់ពីសប្តាហ៍ទី3ចូលដល់សប្តាហ៍ទី4ចូលដល់ខែទី2ចូលដល់ខែទី3គឺគីឡូខ្ញុំមកថេធម្មតាដោយសារអីដោយសារគឺយើងញ៉ាំបានធម្មតាអ្នកទាំងអស់គ្នាវាមិនមែនទៅឈឺអីដល់ថ្នាក់ញ៉ាំអីអត់បានសោះហើយអ្នកទាំងអស់គ្នាក្រោយពេលដែលយើងដកស៊ូហើយរយៈពេល1ថ្ងៃឬក៏2ថ្ងៃគឺយើងអាចចាប់ដើមញ៉ាំបានវិញធម្មតាចូលដល់ខែទី2ខែទី2ចូលដល់ខែទី2គឺខ្ញុំអាចញ៉ាំអីបានធម្មតាខ្ញុំអាចញ៉ាំរបស់រឹងអីបានធម្មតាគាត់ថាវាមិនសូវជាណាស់ណាយទេយើងញ៉ាំបានប៉ុន្តែលក្ខណៈបែកវាទៅហើយមិនញ៉ាំអីចឹងទៅប៉ុន្តែសួរថាស្រកលោអត់ស្រកប៉ុន្តែក្រោយពេលហ្នឹងមកគឺអត់ទេអ្នកទាំងអស់គ្នានៅពេលដែលយើងពុតស៊ាំស្គាល់រសជាតិនៃឆ្អឹងអត់សំដៅរសជាតិនៃលួសនៅក្នុងមាត់ហ្នឹងហើយគឺលែងអីហើយខ្ញុំសម័យថានៅពេលដែលខ្ញុំពុតថ្មីខ្ញុំនឹងអាចកាត់បន្ថយការញ៉ាំបានព្រោះដោយសារអីឈឺថ្មីទី1ទី2ពិបាកញ៉ាំអីពិបាកវិស្ពាយរបស់របរអីទៅតាមខ្លួនដោះថ្មី flash ថ្មីអីទៅទីពិសេសគឺយើងនៅពេលដែលយើងទៅក្រៅថាខ្ជិលអាចនឹងខ្ជិលសម្អាតយើងនឹងខ្ជិលញ៉ាំអីប៉ុន្តែឡើយអត់ទេអ្នកទាំងអស់គ្នាខ្ញុំឆ្លាតនៅពេលដែលខ្ញុំចេញក្រៅខ្ញុំមានកញ្ចក់មួយកញ្ចក់ហ្នឹងអាចឲ្យយើងបើកមើលថ្មីឆ្លោះថ្មីយើងបានហើយមានដូចជានេះខ្ញុំដាក់តាមខ្លួនជារៀងរាល់ថ្ងៃជារៀងរាល់ពេលដែលខ្ញុំចេញទៅក្រៅហើយនេះនៅពេលដែល flash ហើយគឺយើងបាញ់យ៉ាងនេះដើម្បីបំបត្តិក្លិនមាត់អញ្ចឹងខ្ញុំគិតថាការពុតថ្មីដែលធ្វើឲ្យយើងស្រកគីឡូហ្នឹងគឺវាមិនអាចទេនៅក្នុងវចនានុក្រមរបស់ខ្ញុំព្រោះដោយសារខ្ញុំសិតតែមានគ្រឿងសម្រាប់ទប់ទល់អីហ្នឹងអញ្ចឹងគឺមិនអាចស្រកគីឡូបានអំពីការដាក់ប្រេះបើសួរខ្ញុំថាឈឺអត់ខ្ញុំអាចនិយាយបានថាឈឺ 100% ខ្ញុំអត់ដឹងថាអ្នកដែលគាត់ដាក់ប្រខែតដូចគ្នាដាក់ប្រេះដូចគ្នាហ្នឹងអារម្មណ៍បែបមិនទេតែបើខ្ញុំសូមចែករំលែកបទពិសោធន៍របស់ខ្ញុំនៅក្នុងការដាក់ប្រេះបើខ្ញុំគឺឈឺហើយឈឺខ្លាំងប៉ុន្តែមិនមែនមានថាឈឺថ្នាក់យើងបោះបង់ចោលទេយើងនៅតែបន្តការដាក់នៅតែបន្តចំស្អាតអញ្ចឹងពីព្រោះថានៅក្នុងកំឡុងពេលដាក់ហ្នឹងសម្រាប់ការពុតថ្មីរបស់ខ្ញុំគឺថ្ងៃទី1លោកគ្រូពេទ្យក៏ដាក់បានតែខាងលើហើយក៏ប្រខែតហ្នឹងគឺដាក់បានតែខាងលើហើយអញ្ចឹងថ្ងៃទី1គឺខ្ញុំចេញពីពេទ្យថ្មីភ្លាមតែខ្ញុំហុងភ្លាមហ្នឹងខ្ញុំញ៉ាំបានមួយអញ្ចឹងសាច់ឡើងទៀតដុកទ័រគាត់បានណាត់យើងទៅដាក់ខាងក្រោមម្ដងទៀតអញ្ចឹងថ្ងៃទី1ដាក់ខាងលើថ្ងៃទី2ដាក់ខាងក្រោមបន្ទាប់ពីដាក់បានទាំងលើទាំងក្រោមហើយអានឹងដងប្រឹងមែនតើអ្នកទាំងអស់គ្នាថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4រហូតដល់មួយអាទិត្យហ្នឹងគឺពិតជាឈឺមែនអាចនិយាយបានថាខ្ញុំញ៉ាំបាយអត់បានទេអ្នកទាំងអស់ខ្ញុំញ៉ាំបានតែបបរខ្ញុំញ៉ាំបានតែបបរហ្នឹងរបៀបតតែបបររបៀបតុនខ្លាំងលួយខ្លាំងហ្មងព្រោះថាពេលយើងញ៉ាំហ្នឹងមិនយកថ្មីញ៉ាំបានទេអ្នកទាំងអស់គ្នាលោកសុភីហ្នឹងតបដល់ទៅក្នុងមាត់ហើយយកតាហ្នឹងទល់ជាមួយនឹងក្អមមាត់យើងខាងលើខ្ញុំហៅថាក្អមមាត់ត្រូវមិនត្រូវទេគឺខ្ញុំទល់នៅសន្ទះមាត់យើងខាងលើហ្នឹងដើម្បីបបែកបបរហ្នឹងហើយនៅក្នុងកំឡុងពេលហ្នឹងអ្នកតែរបស់ខ្ញុំគឺពុតពេញ2នាក់អ៊ីខ្ញុំហើយនឹងខ្ញុំប៉ុន្តែគាត់ពុតមុនខ្ញុំបានក្នុងចិត្តតាមខែហើយប៉ុន្តែគាត់និយាយថាគាត់ញ៉ាំបានធម្មតាហើយមែននៅពេលគាត់ពុតដំបងគាត់ញ៉ាំបានធម្មតាញ៉ាំបានធម្មតាមានបបាយដូចខ្ញុំឯងប៉ុន្តែខ្ញុំគឺឈឺញ៉ាំអត់បានទេបាយបបរក៏ញ៉ាំរបៀបយន់ដាច់យំទៅក្នុងរយៈពេល2សប្តាហ៍ជាប់គ្នាហ្នឹងគឺខ្ញុំយកដាច់ទៅញ៉ាំបបរហ្នឹងហ្មងហើយខ្ញុំមានអារម្មណ៍ថាឈឺខ្លាំងឈឺមែនតើហ្មងដល់ថ្នាក់ថ្មីមួយណាក៏យើងប៉ះទៅសគាដែរហើយសគាឈឺអញ្ចឹងណាហើយទៅពេលហើយចូលដល់អាទិត្យទី4ទី5ហ្នឹងវាចាប់ដើមលេងអីហើយខ្ញុំលោកគ្រូពេទ្យគាត់ណាត់រយៈពេលមួយខែហ្នឹង2ដងគឺពីអាទិត្យគាត់ទៅពីអាទិត្យគាត់ឲ្យទៅម្ដងពីអាទិត្យគាត់ឲ្យទៅម្ដងអញ្ចឹងគាត់តាមដានយើងរហូតបទពិសោធន៍របស់ខ្ញុំឈឺថ្មីនៅពេលដែលដាក់ត្បូងក្រោយពេលដែលយើងដកស៊ូហើយរយៈពេល1ថ្ងៃឬក៏2ថ្ងៃបន្តមកទៀតឈឺថ្មីនៅពេលដកឈឺថ្មីពិបាកញ៉ាំអីនៅពេលដកហើយគឺនៅពេលដែលយើងដកដាក់ power chain អញ្ចឹងគឺឈឺខ្លាំងមែនទែនឈឺដូចលើកទី1ដែលយើងដាក់ប្រេងអញ្ចឹងភាពខុសប្លែកគ្នារវាងការពុតថ្មីរបស់ខ្ញុំនៅក្នុងកំឡុងពេល2ឆ្នាំមកនេះបើតាមខ្ញុំសង្កេតទីដំបូងឡើយខ្ញុំអត់ចាប់អារម្មណ៍ពីទម្រង់មុខរបស់ខ្លួនឯងដែរប៉ុន្តែនៅពេលដែលខ្ញុំទៅធ្វើការឬក៏ទៅជួបមិត្តភក្តិអីអញ្ចឹងទៅអ្នកដែលគេធ្លាប់ឃើញខ្ញុំពីមុនមកហ្នឹងគេតែងតែសួរខ្ញុំថាខ្ញុំទៅចាក់មុខមែនខ្ញុំនឹងធ្វើសេវាកម្មអីមែនបានមុខទូជាងមុនហើយខ្ញុំប្រាប់ថាខ្ញុំបានធ្វើសេវាកម្មអីទេខ្ញុំទទួលតែសេវាកម្មពុតថ្មីតែមុខគាត់អញ្ចឹងហើយបានខ្ញុំគិតថាប្រហែលជាករណីខ្ញុំពុតថ្មីនឹងឯងដែលធ្វើឲ្យថ្មីសុំទោសដែលធ្វើឲ្យមុខរបស់ខ្ញុំវាផ្លាស់ប្ដូរទម្រង់តិចតួចព្រោះដោយសារដូចខ្ញុំលើកឡើងពីខាងដើមអញ្ចឹងគឺមុខខ្ញុំគឺធៀមខ្លាំងដោយសារយើងធាត់ស្រាប់យើងមានគីឡូធ្ងន់អញ្ចឹងវាធ្វើឲ្យមុខយើងនៅពេលដែលធាត់គឺខូចតែមុខហ្នឹងហ្មងតែលើអត់ទេអ្នកនរគ្នាវាមូលដដែលប៉ុន្តែវាមានសេពបន្តិចវាមានសេពចូលគ្នាយើងពូយើងស្រកជាងមុនអញ្ចឹងណាអ្នកនរគ្នាខ្ញុំដាក់ហូបមុនពេលដែលខ្ញុំទទួលសេវាកម្មពុតថ្មីឲ្យអ្នកនរគ្នានៅខាងលើបាននេះគឺជារូបភាពមុនពេលដែលខ្ញុំទទួលយកសេវាកម្មពុតថ្មីគឺថ្មីរបស់ខ្ញុំគឺមានសភាពតូចខាងមុខបន្តិចហើយនឹងចន្លោះប្រហោងសងខាងនេះសងខាង
ហើយនឹងស្លាប់ប្រហោងខ្មោចហើយនេះវិញគឺជារូបភាពដែលខ្ញុំពុតថ្មីហើយក្នុងកំឡុងពេលគិតគ្នានឹងដែរហ្នឹងហើយបន្តមកទៀតគឺរូបភាពខាងលើហ្នឹងគឺជារូបភាពដែលខ្ញុំបច្ចុប្បន្នពុតថ្មីហើយបានរយៈពេល7 ឆ្នាំហើយខ្ញុំគិតថាវាអាចនឹងមានភាពប្រែប្រួលគាត់ថាវាមិនប្រែប្រួលច្រើនទេទីមួយខ្ញុំគិតថាប្រែប្រួលខ្លាំងមែនទែនទៅលើទម្រង់មុខរបស់ខ្ញុំទម្រង់មុខរបស់ខ្ញុំអ្នកទាំងអស់គ្នាអាចមើលទៅលើរូបភាពចាស់នឹងបានមុខរបស់ខ្ញុំគឺមានសភាពស្គៀមខ្លាអញ្ចឹងអ្នកទាំងអស់គ្នាគឺខ្ញុំមើលមកខ្ញុំឃើញខ្លួនឯងប្លែកហ្មងគឺស្គៀមខ្លាកន្លែងទៅហ្នឹងហើយពីមុនមកខ្ញុំអត់មានសេកកន្លែងនេះទេពេលខ្ញុំសើចទៅអីហ្នឹងទៅឃើញថាវាកាហៀងមកធម្មតាប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាមួយរយៈចុងក្រោយហ្នឹងបន្ទាប់ពីខ្ញុំទទួលបានសេវាកម្មពុតថ្មីគឺមុខរបស់ខ្ញុំរៀងសក់ទូមកជាងមុនវាអត់សូវជាពីធំតែគាត់ថាយើងមានបឿកយើងមានអីចឹងទៅវាមើលទៅវាមិនសូវជាប្លែកខ្លាំងហើយថ្មីរបស់ខ្ញុំក៏វាអត់សូវលយទៅមុខឯណាដែរប៉ុន្តែជាក់ស្ដែងរាល់ថ្ងៃហ្នឹងថ្មីរបស់ខ្ញុំហ្នឹងវានៅប្រហោងរៀងធំច្រើនប្រហែលជាប៉ុនកូនដៃអ្នកទាំងអស់គ្នាព្រោះដោយសារខ្ញុំដកថ្មីចំនួន4គ្រាប់ពីលើ2គ្រាប់អញ្ចឹងខ្ញុំគិតថាបន្ទាប់ពីវាចិត្តអស់អ្នកទាំងអស់គ្នាអាចនឹងឃើញប្លែកជាងនឹងច្រើនព្រោះដោយសារមកដល់បច្ចុប្បន្ន2ឆ្នាំហ្នឹងគឺខ្ញុំឃើញវាស្រកហើយប៉ុន្តែនៅមានប្រហោងថ្មីអញ្ចឹងខ្ញុំមិនដឹងថាវានឹងប្លែកដល់ណាទៀតទេអញ្ចឹងខ្ញុំចាំតាមដានដូចគ្នាមួយទៀតអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់អញ្ចឹងប៉ែថ្មីដែលខ្ញុំទទួលសេវាកម្មពុតថ្មីអស់រយៈពេល2ឆ្នាំកន្លងមកនេះគឺប៉ែថ្មីកៅខួត2ដែលគាត់មានទីតាំងនៅផ្លូវជាលេខ 6A នៅភេទលៀបយើងនឹងឯងអ្នកទាំងអស់គ្នាប៉ែគាត់មិនជាប៉ែអីធំអីណាស់ណាប៉ុន្តែគឺស្តង់ដារដូចគ្នាស្តង់ដារហើយលោកគ្រូប៉ែអ្នកគ្រូប៉ែនៅនឹងគាត់មានភាពរួសរាយរាក់ទាក់ហើយយកចិត្តទុកដាក់ជាមួយយើងខ្លាំងមែនទែនអ្នកទាំងអស់គ្នាលោកគ្រូប៉ែអ្នកគ្រូប៉ែនៅនឹងគឺគាត់រួសរាយខ្លាំងណាស់របៀបថាលេងសើចជាមួយយើងអត់ធ្វើឲ្យយើងមានអារម្មណ៍ថាភ័យឬក៏មានអារម្មណ៍ថាខ្លាចនៅពេលដែលយើងដូរកស៊ូឬក៏អីម្ដងឯងព្រោះដោយសារនៅពេលអ្នកទាំងអស់គ្នាដឹងហើយនៅពេលដែលចូលប៉ែថ្មីគាត់តែលឺសម្រាប់រនក៏ភ័យដែរអញ្ចឹងក្នុងគាត់លេងសើចជាមួយយើងអត់ធ្វើឲ្យយើងភ័យទេតែពីការយកចិត្តទុកដាក់គឺគាត់ប្រឡប់យើងឲ្យសុបាយឲ្យអីចឹងទៅហើយបើនិយាយពីស្តង់ដារគឺបែបដូចគ្នាអ្នកទាំងអស់គ្នាអត់ខុសពីប៉ែអីធំទេគឺល្អខ្លាំងមែនទែនគាត់មានដុកទ័រដែលមានជំនាញច្បាស់លាស់មើលថែយើងតាំងពីពុតថ្មីខែដំបូងរហូតដល់រយៈពេល2ឆ្នាំហ្នឹងគឺអត់មានបន្ថយដៃអ្នកទាំងអស់គ្នាមិនមែនមានថាអតិជនដែលគាត់ស្គាល់ឬក៏អតិជនដែលគាត់យកតម្លៃថ្លៃហើយគាត់ប្រឡែងដៃនៅក្នុងការមើលថែអ្នកទាំងអស់គ្នាគឺអត់ទេគឺដូចគ្នាទាំងអស់មានន័យថាគាត់មើលថែយើងគឺស្មើគ្នាទៅពេលណាបានពេលហ្នឹងទៅពេលណាបានពេលហ្នឹងអញ្ចឹងនេះគឺជាអីដែលអតិជនគាត់ចង់បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការពុតតម្រង់ថ្មីឬក៏ព្យាបាលថ្មីឬក៏ធ្វើសេវាកម្មអីផ្សេងៗទៅលើផ្នែកទិន្នពេទ្យខ្ញុំរីកខមមិនអ្នកទាំងអស់គ្នាទៅមន្ទីរពេទ្យ9 2ដែលមានទីតាំងនៅផ្លូវជាតិលេខ 6A ម្ដងភេកលៀបយើងនឹងឯងហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អំពីការពុតថ្មីឬក៏បទពិសោធន៍នៃការពុតថ្មីអីផ្សេងៗដែលខ្ញុំអាចចែកម្លែកបានអ្នកទាំងអស់គ្នាអាចសួរខ្ញុំនៅក្នុងខមមិនខាងក្រោមបើសិនជាខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយបាយបាយ